បទបរិហាកេរ្តិ៍ជាសាធារណៈគ្រប់ការអាងបំភ្លើសឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហាកេរ្តិ៍ត្រូវពិន័យជាប្រាក់ពី100,000 រៀលទៅ10 លានរៀលបទជេរប្រមាថជាសាធារណៈគ្រប់ពាក្យប្រមាថគ្រប់ពាក្យមើលងាយឬគ្រប់ពាក្យត្រគោះដែលគ្មានការទម្លាក់កំហុសទៅលើអំពើណាមួយគឺជាការជេរប្រមាថត្រូវពិន័យជាប្រាក់ពី100,000 រៀលទៅ10 លានរៀលយោងតាមមាត្រា309នៃក្រមព្រហ្មទណ្ឌនីតិវិធីបណ្ដឹងចំពោះបទបរិហាកេរ្តិ៍និងបទជេរប្រមាថបានបញ្ញត្តិថាក្នុងករណីដែលមានការបរិហាកេរ្តិ៍ឬការជេរប្រមាថចំពោះសមាជិករាជរដ្ឋាភិបាលមន្ត្រីរាជការសាធារណៈឬពលរដ្ឋដែលទទួលបេសកកម្មសាធារណៈឬអាណត្តិសាធារណៈការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្ដឹងរបស់សាមីខ្លួនឬបណ្ដឹងរបស់ប្រធានស្ថាប័នសាមីក្នុងករណីដែលមានការបរិហាកេរ្តិ៍ឬការជេរប្រមាថចំពោះបុគ្គលឯកជនការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្ដឹងរបស់សាមីខ្លួនដែលទទួលរងនៅការបរិហាកេរ្តិ៍ឬការជេរប្រមាថនោះ